សូមជូនរឿងនិទានរឿងសត្វខ្លានិងបក្សីតូចមានសត្វខ្លាធំមួយឈ្មោះរិទ្ធដេកនៅក្រោមដើមឈើធំខ្ពស់មួយជាសត្វខ្លាដែលកាចនិងខ្លាំងប៉ុន្តែក៏ជាសត្វដែលកំពូលខ្ជិលដែរវាជួយចិត្តដេកហើយរងចាំចំណីអាហារមករកវាដោយខ្លួនឯងថ្ងៃមួយកូនបក្សីតូចឈ្មោះចិន្តាបានឃើញសត្វខ្លាហាក់ដូចជាទន់ខ្សោយនិងឃ្លានខ្លាំងហើយក៏សួរថាម៉េចបានជាមើលទៅដូចជាហត់ម្លេះខ្លាឆ្លើយថាខ្ញុំហត់នឹងការរកចំណីប្រសិនបើមានអាហាររត់មករកខ្ញុំមិនដឹងជាល្អយ៉ាងណាទេកូនបក្សីគិតមួយសន្ទុះក៏និយាយថាបើសិនជាខ្ញុំជួយឯងរកចំណីរាល់ថ្ងៃបានទេប៉ុន្តែឯងត្រូវតែសន្យាថាមិនស៊ីខ្ញុំជាអាហារនោះទេខ្លាឃ្លានខ្លាំងហើយក៏ងក់ក្បាលខ្ញុំសន្យាដូចនេះរៀងរាល់ព្រឹកកូនបក្សីហោះហើរកាត់ព្រៃដើម្បីរកចំណីអាហារដូចជាសត្វល្អិតតូចៗមកឲ្យខ្លាស៊ីមិនយូរប៉ុន្មានខ្លាក៏បានក្លាយទៅជាសត្វដែលរឹងមាំធំធាត់ជាងមុនប៉ុន្តែភាពសេចក្លៀនរបស់ខ្លានៅតែមានភាពលោភលន់ដែលគេហៅថាជាសត្វរមិលគុណរសៀលថ្ងៃមួយខ្លាគិតថាពេលបក្សីតូចត្រឡប់មកវិញយើងនឹងចាំចាប់ធ្វើជាអាហារកុំឲ្យពិបាកចែកអាហារគ្នារាល់ថ្ងៃពេលបក្សីតូចមកដល់សត្វខ្លាក៏ស្ទុះមកជិតបក្សីតូចដើម្បីលាបត្របាក់ធ្វើជាអាហារប៉ុន្តែបក្សីតូចគេចខ្លួនទាន់ពេលហោះទៅទុំលើមែកឈើខ្ពស់ហើយមានអារម្មណ៍ខកចិត្តនឹងសត្វខ្លាដែលបំពេញកិច្ចសន្យានិងរមិលគុណដែលខ្លួនខិតខំប្រឹងប្រែងនឹកអាណិតនិងស្វែងរកអាហារបក្សីតូចគេចខ្លួនចូលទៅក្នុងព្រៃជ្រៅបាត់លែងត្រឡប់មកវិញជារៀងរហូតសត្វខ្លាដេកនឹកឃើញពីទង្វើរបស់ខ្លួនដែលបានធ្វើដាក់បក្សីតូចគ្មានអ្នករកអាហារឲ្យស៊ីដូចរដងហើយធ្លាក់ខ្លួនឆ្កងរីងរៃហើយខំប្រឹងប្រែងស្វែងរកអាហារដោយខ្លួនឯងនិងតាមរកបក្សីតូចដើម្បីនិយាយពាក្យសំទោសនិងលុបលាងកំហុសរបស់ខ្លួនប៉ុន្តែមិនអាចជួបជារៀងរហូត